đai mình chẳng ai mi nọ na lê khluôn bànปูทำไมคำนี้ก็คำอ่านบาลีคำตันติงให้ก็บ้านเรียบรันดับไฟครูครบย่างพองได้พองเด็กយើងស៊ូណាស់ហើយក៏លះបង់ដែរសំហើយដែលយើងគួរតែប្រកែកជាងគេនោះខ្ញុំអីខ្ញុំខ្លាចណាស់ហើយមុននេះខ្ញុំទៅចុះអាចហើយផងហ្នឹងខ្លួនខ្ញុំស្អុយណាស់យាយកាន់តែស្អុយយើងកាន់តែចូលចិនព្រោះថាយើងគឺជាអាបនោះអី Channel សុកជាខ្មែរ 3D សូមជូនរឿងពូមឿងប្រមាញ់អាបស៊ីមនុស្សភាគទី1ចម្លែកណាស់មិនក៏មន់ទៀងងាប់នៅក្នុងសភាពខ្សោះឈាមយ៉ាងនេះជាច្រើនថ្ងៃមុននេះសុព្រីមតែងសម្គាល់ឃើញថាមន្ទីររបស់គាត់តែងតែងាប់ក្នុងសភាពបែបហ្នឹងរហូតគាត់មិនយល់និងតែងតែរកមូលហេតុតែគ្មានហេតុផលទាល់តែសោះសុព្រាមកូនកើតអីមិនក៏មុខកូនដូចជាមានចម្ងល់ម្លេះពងកូនយល់សោះមិនក៏មន់យើងងាប់ទៀតហើយម្យ៉ាងទៀតសភាពវាវិញពិតជាមិនមែនមានពស់មានស្កាមកចាប់ស៊ីទេពងហើយចុះកូនឯងគិតថាជាស្អីទៅវិញទៅដំបូងខ្ញុំគិតថាជាជំងឺតែក្រោយមកខ្ញុំថាបើជាជំងឺក៏មិនសមដែរពងព្រោះប្រយុទ្ធមិញពួកវានៅមមមួនតើលុះដល់ព្រឹកឡើងក៏ងាប់ហើយហាក់ដូចជាស្លេកស្លាំងណាស់ពុកក៏មានចម្ងល់ដែរតែពុករកមិនឃើញមូលហេតុដូចគ្នាណាកូនពងបើបែបនោះអាចមានមកពីនរណាលេងអាគមឬក៏អំពើអីទៅដឹងពងរឿងហ្នឹងក៏ពុកគិតដែរក៏ប៉ុន្តែពុកមិនចង់គិតទេព្រោះអំពើអាបធ្មប់អាគមអីគេហ្នឹងភូមិយើងវាបានសាបរលាបអស់ទៅហើយតែខ្ញុំថារឿងនេះក៏ស៊ីគ្នាដែរពងព្រោះភូមិយើងហាក់រស់នៅគ្មានសេរីសោះពងកូនគិតថាពុកគួរតែពិសោធន៍ផ្លូវងងឹតនេះម្ដងទៅពងអញ្ចឹងក៏បានដែរចាំពុកសាកមើលសិនណាឥឡូវកូនទៅរៀបចំសម្ភារៈមកពុកនឹងឲ្យមន់ស៊ីរបស់មួយហើយមិនយូរទេពួកយើងមុខจะដឹងការពិតជាមិនខានបាទពងឪពុកកូនទាំងពីរក៏បានរៀបចំពិធីមួយដោយមិនឲ្យអ្នកណាដឹងឡើយលុះរួចរាល់ហើយពូមើក៏បាននិយាយទៅកាន់កូនថាពុកនឹងឲ្យមន់ស៊ីរបស់មួយហើយមិនយូរទេពួកយើងមុខจะដឹងការពិតជាមិនខានលុះដល់យប់ឡើងពូថ្មើរស្រាប់តែមានអាការៈមិនស្រួលហើយក៏បានពោលថាអូយដូចជាចុកទ្រង់ចុកតសៃដល់ហើយពិតជាពិបាកទ្រាំមែនទែនមិនអាចទេកុំថាច័ន្ទមឿងវាដឹងរឿងយើងណាវាមិនអាចដឹងទេអូពូថ្មើរត្រំដល់ម៉ោង5ចិត្តភ្លឺហើយនាព្រលឹមស្រាងនោះគាត់ក៏បានទៅដល់ផ្ទះពូមឿងនិងបានពោលសំថាលបងខ្ញុំដូចជាចុករៀកមិនស្រួលពោះសោះលបងខ្ញុំសុំថ្នាំបុរាណលបងប្រមាណមុខបានទេពូថ្មើរបានសុំឈើក្រៀមថ្នាំបុរាណដែលពូមឿងនិយាយជាមួយនឹងសុព្រាបម្សិលមិញពិតមែនឪពុកនិងកូនមើលមុខគ្នាបន្តិចហេតុនេះសុព្រាបនិងពូមឿងក៏បានដឹងរឿងមួយកូនព្រាមទៅយកមកឲ្យលបងថ្មិលបន្តិចមកកូនពុកទុកនឹងក្រោយធ្នើក្បែរខ្នងគោនោះអីបាទពងលបងកុំធ្វើឲ្យប៉ះពាល់ដល់អ្នកស្រុកអីណាម្យ៉ាងទៀតលបងក៏មិននាំចំណេញចាញ់ពីអ្វីដែលលបងបានធ្វើដែរលបងនិយាយពីរឿងស្អីហ្នឹងខ្ញុំមិនយល់ទេយល់ឬមិនយល់លបងហើយនឹងខ្ញុំដឹងច្បាស់ជាងគេម្យ៉ាងកុំបំផ្លាញសត្វចិញ្ចឹមខ្ញុំណាព្រោះទម្រាំតែវាធំមួយមិនស្រួលទេពងខ្ញុំយកថ្នាំមកដល់ហើយពូណេះថ្នាំយកទៅចុះពូថ្មើរក្រៅពីទទួលបានថ្នាំមួយចំនួនហើយគាត់ក៏ដើរចេញទៅយ៉ាងលឿនគ្មាននិយាយអ្វីឡើយចំណែកឯសុព្រាបវិញក៏បាននិយាយថាពងដូច្នេះបានន័យថាពូថ្មិលជាគឺធ្មប់នឹងហើយតើពួកយើងគួរធ្វើបែបណាទៅពងពួកយើងចាំមើលសិនទៅបើលបងថ្មិលបញ្ឈប់គឺជាការល្អតែបើគាត់ធ្វើឲ្យអ្នកភូមិរស់នៅដោយការបារម្ភភ័យទៀតពុកនឹងនិយាយជាមួយគាត់
បាទពងបានហើយតោះរៀបចំព្រួញស្នាទៅជាមួយពងក្រែងលោកបានសัตว์ព្រៃខ្លះណាបាទពង ពូថ្មិលវិញមិនសុខចិត្តទេហេតុថាពូមឿងដឹងរឿងគាត់ស្រាប់តែខឹងហើយខឹងទៀតរួចក៏បាននិយាយម្នាក់ឯងនៅក្នុងទីសក្ការៈរបស់គាត់ថា មិនសមសោះលបងមឿងចេះបល័យស្អីដែរមិនបានទេយើងមិនអាចក្រោមអ្នកណាបានទេយើងមិនអោយលបងមឿងនោះមានព្រៀបលើយើងទេ ដៃមិនចង់ឲ្យមាននរណាលើខ្លួនបានពូថ្មិលខំណាស់គាត់ខំអានបាលីខំទន្ទិញហើយក៏បានរៀបរំដាប់ថ្វាយគ្រូគ្រប់យ៉ាងផងដែរផងដឹក យើងស៊ូណាស់ហើយក៏លះបង់ដែរសំហើយដែលយើងគួរតែប្រកែកជាងគេនោះ ពូថ្មិលពិតជាខំមែនហើយតែគាត់ខំទាំងអន្តេសាខំទាំងក្តីចំណែនហើយខំទាំងកំហឹងផងដែរបន្ទាប់ពីនោះគាត់ក៏បានផឹកឈាមស្រស់ផងទៀតហើយដូចនេះហើយគាត់ក៏ប្រតិកម្មវងវែងដើរទៅក្រៅផ្ទះរួចក៏បានស្រែកដាក់ម្ដាយថា ណែយាយកញ្ចាស់យាយឯងមកធ្វើអីនៅទីនេះឆាប់មកគោរពយើងភ្លាមមក ស្អីគេនឹងហាក់អាថ្មិលយើងជាម្ដាយឯងណាហើយមិនក៏មកនិយាយពាក្យសម្ដីមិនព្រោះបែបនេះដាក់យើងទៅកើន យាយកញ្ចាស់ឯងនៅរឹងតតឹងមិនព្រមមកគោរពយើងទៀតមែនទេជឿថាយើងវាយយាយកញ្ចាស់ឯងទេ យីអើហើយចុះវាកើតស្អីវានេះហើយមិនក៏និយាយមិនដឹងមុខមិនដឹងក្រៅយ៉ាងនេះអញ្ចឹងមិនបងអង្គយោទៀតទេពូថ្មិលបានដាស់សម្ដែងទៅរកយាយសែមណយរួចក៏វាគាត់បណ្ដាលឲ្យយាយសែមណយរងរបួសនិងបានដួលទៅលើដីមួយទំហឹងអូយឈឺណាលោកអើយលោកចៅម៉ានយ៉ានជួយយាយផងចៅឪពុកឯងវាឈួតហើយវាវាយាយណាចៅអូយឈឺណាក្រោយពីធ្វើបាបយាយសែមណយឲ្យរបួសហើយពូថ្មិលភ្លាមនោះក៏បានរត់ហួសទៅអាថ្មិលអាឯងនរកស៊ីក្បាលមិនខានទេចាំមើលចុះនាងម៉ាន់យ៉ានបានលើសំឡេងដនចៃមៀតស្គមម្នាក់នេះឲ្យល្វើយនាងក៏បានរត់មកយ៉ាងលឿនយាយយ៉ាងម៉េចទៅហើយនឹងអូព្រះអើយមិនចាស់លោកយាយមានរបួសហើយអូជួយគ្រាយាយផងទៅណាយាយឈឺខ្លាំងណាស់ឈឺមែនទែននាងម៉ាន់យ៉ានម្នេះនាំលោកយាយទៅសម្រាកហើយនាងក៏បានដាស់សម្ដែងទៅយកថ្នាំដើម្បីឲ្យយាយសែមណយផឹកផងដែរលោកយាយពិសាថ្នាំនេះសិនទេចាអរគុណហើយណាមីនាងយាយសែមណយកាលនោះផឹកហើយក៏បាននិយាយថាមីនាងចៅតើនេះជាទឹកអ្វីបានជាឆ្អាបយ៉ាងនេះហើយស្អុយទៀតផងណានេះគឺជាថ្នាំដែលខ្ញុំយកមកពីកន្លែងពងកាលនោះចៅក៏ធ្លាប់ឃើញពុកហូបថ្នាំនេះដែរឃើញថាគឺជាថ្នាំស័ក្តិសិទ្ធិងាយជាពីជំងឺទៀតផងបើអញ្ចឹងចាំយាយផឹកវាឲ្យអស់ចាយាយយាយសែមណយផឹកថ្នាំនោះហើយក៏បានសម្រានលក់ទៅលុះរាត្រីកាន់តែជ្រៅមកដល់គាត់ក៏បានភ្ញាក់វិញនិងបាននិយាយថាដូចជាឈឺនោមយ៉ាងម៉េចទេនេះអូយចុកអូយយាយសែមណយរាត្រីនោះក្រោយបាត់ជើងតូចហើយគាត់ក៏កលេចឃើញតែមាន់មួយក្បាលងាប់គាត់សម្លឹងនិងចាប់ដើមលិតមាត់លិតកតែម្ដងទំនងណាស់វើយចាប់ពីថ្ងៃនោះព្រោះតែគាត់ផឹកទឹកមុនលីឈាមដែលពូថ្មិលលីផ្សំថ្វាយគ្រូយាយសែមណយក៏បានកាត់ជាអាមហើយគាត់ក៏រើសមាន់ងាប់នោះយកមកឆៃទាំងឆៃតែម្ដងស្អីចេះនេះយាយសែមណយហូបមាន់ឆៅមែនទេឬក៏គាត់ជាអាបទេដឹងនៃត្រិលចូលមើលក្បែរបន្តិចដើម្បីមើលឲ្យបានច្បាស់ហើយចុងក្រោយគាត់ក៏បានឃើញច្បាស់មែននោះគឺមុខយាយសែមណយប្រឡាក់សុទ្ធតែឈាមដែលគួរឲ្យខ្លាចអាបជួយផងនៃត្រិលយប់នោះចុះមិនតាន់ហើយផងគាត់ក៏រត់ផងប្រឡាក់ផងធ្លាក់ក្លុកផងមុតបន្លាផងដោយមិនងាកក្រោយឡើយអ្នកណាបានឃើញអញវើយបានអញមិនទុកទេយាយសែមណយក៏បានដកកជាលើកដំបូងហើយគាត់ក៏បាននិយាយជាមួយរូបរាងថ្មីរបស់គាត់ថា
បើដឹងថាសាច់ឆៅឆ្ងាញ់បែបនេះអញដកកយូរហើយមិនគួរណាទៅតែដកសោះមើលចោះស្រាលខ្លួនហើយក៏ហោះហើរយ៉ាងស្រស់ស្រាយទៀតផងនិយាយហើយយាយសាមក៏បានហោះទៅតាមនាយត្រិលដែលបានឃើញគាត់ស៊ីមាន់ឆៅមុននេះរហូតដល់កន្លែងមួយអញមិនទុកឯងទេកុំអីជួយផងកុំអីអូយអាប់ចង់ស៊ីពោះវៀនខ្ញុំហើយក ុំស្រែកគ្មានអ្នកណាគេជួយឯងបានទេ យើងនឹងស៊ីកលៀននឹងស៊ីពោះវៀនឯងហើយ ខ្ញុំសុំវល់ណាកុំស៊ីកលៀនខ្ញុំអីខ្ញុំខ្លាចណាស់ហើយមុននេះខ្ញុំទៅជុះអាចហើយផងហ្នឹងខ្លួនខ្ញុំស្អុយណាស់យាយកាន់តែស្អុយយើងកាន់តែចូលចិនព្រោះថាយើងគឺជាអាបនោះអីយាយសែមណយពិតជាគ្មានក្តីមេត្តាឡើយគាត់ភ្លាមនោះក៏ខំនាយត្រុលបណ្ដាលឲ្យនាយត្រុលស្លាប់ដាច់ខ្យល់ភ្លាមហើយសាកសពគាត់ត្រូវបានដេកស្ដុកស្ដឹងនៅនឹងកណ្ដាលភូមិ